ខ្ញុំប្រកាសណានាងខ្ញុំសូមនមស្ការលោកម្ចាស់គ្រប់ព្រះអង្គទាំងអស់ព្រមទាំងគ្រប់ជំរាបសួរចំពោះពុកម៉ែបងប្អូនទាំងអស់គ្នាផងថ្ងៃនេះខ្ញុំសូមលើកយកនៅ comment ចាដែលបាននិយាយតាក់ទងអំពីប្រធរហើយគាត់ទាស់អំពីការពាក់វ៉ែនតាចាហើយ account Facebook របស់គាត់ឈ្មោះសុជាតិខេមហើយមិនដឹងថាគាត់ជាប្រុសឬក៏ជាស្រីទេគាត់បាន comment ថាយកធម៌ព្រះមកនិយាយពាក់វ៉ែនចាហ្នឹងហើយតើខុសឬយ៉ាងណាចាសូមស្ដាប់ការបកស្រាយសូមពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់ទាំងអស់គ្នាចាបាទសូមអរគុណអរគុណហើយសូមនមស្ការថ្វាយបង្គំចំពោះប្រជុំប្រត្រីរដ្ឋជាអគ្គរដ្ឋនៈដល់កម្ពុជាលើលោកផងដែរដោយសេចក្តីគោរពជ្រះថ្លាជាទីបំផុតទាំងប្រណិប័តចំពោះសម្ដេចអគ្គមហាសង្ឃរាជាធិបតីទាំងពីរគណៈសូមថ្វាយបង្គំគណៈប្រណិប័តចំពោះប្រមុខថ្នាក់ដឹកនាំរបស់ជាតិគ្រប់រូបទាំងអស់ទាំងឧត្តមមន្ត្រីនៃបង្ដការសម្ដេចទ្រង់ឯកឧត្តមដេញ៉ាលោកជំទាវពុទ្ធបរិស័ទទាំងបណ្ដាកវីបណ្ឌិតពុទ្ធិចាបងប្អូនកូនក្មួយប្រុសស្រីទាំងអស់ទាំងដែលកាយ៉ាងណាក៏ដោយបានស្ដាប់ពីការអានខមមិនផ្ទាល់បាញ់ហើយដែលភរិយារបស់ខ្ញុំបណ្ដាខ្ញុំបាទផ្ទាល់អានខមមិនជំនួសដោយទូព្រមគុំខ្ញុំកណាខ្ញុំក៏គិតភ្នែកមើលមិនឃើញអត់បានដឹងពីការខមមិនឬចង់សាកសួរមតិយោបល់អីឲ្យប្រកបទេតែតាក់ទងនឹងខមមិនថ្ងៃនេះរបស់ account Facebook ដែលមានឈ្មោះជាភាសាអង់គ្លេសថាសុជាតិខេមនេះគឺគាត់ខមមិនយ៉ាងហ្នឹងដូចដែលព្រះករណីជំចាស់នឹងពុកម៉ែបងប្អូនរបស់បានស្ដាប់ហើយនឹងបានឃើញតាមកាមេរ៉ាផ្ទាល់ហ្នឹងហើយមានសភាពហាក់បីដូចជាទាស់នឹងការដែលពូលព្រះពុទ្ធដីកាមានពាក់វ៉ែនតាហើយមិនដឹងពីបំណងរបស់គាត់ទាំងស្រុងទេតែសំលើកយកមកដើម្បីធ្វើការសម្របសម្រួលខ្លះដើម្បីបានជាព័ត៌មានប្រកេននឹងចែកជូនសម្រាប់ធ្វើការពិចារណាថងថ្លែងទៀតណាប្រសិនបើជាការលើកឡើងមតិយោបល់ដើម្បីធ្វើការជួយសម្របសម្រួលស្ថាបនាគឺជាការល្អប្រសើរនឹងហើយប្រសិនបើជាការទាស់នឹងអធិស្ឋានឬក៏គិតថាមិនស័ក្តិសមបីយ៉ាងណានេះទៅជាចំណុចដែលទូព្រមគុំខ្ញុំកណាខ្ញុំត្រូវធ្វើការសម្របសម្រួលហើយតាក់ទងជាមួយនឹងការពូលឬប្រកាសនៅព្រះពុទ្ធមន្តពុទ្ធដីការបស់អង្គព្រះសម្មាសម្ពុទ្ធជាអគ្គមហាមុនីនេះសូមបញ្ជាក់សេចក្តីថាបើឲ្យទាស់ព្រោះការពាក់វ៉ែនតាឬស្លៀកសម្លៀកបំពាក់តុបតែងដោយគ្រឿងអលង្ការហ្នឹងគឺមិនមែនជាចំណុចដែលខុសទាស់អ្វីទេបាទនេះគឺបញ្ជាក់សេចក្តីជាខាងដើមសិនថារឿងដែលថាពូលពុទ្ធដីការបស់ព្រះអង្គដោយសេចក្តីគោរពនេះគឺស្ថិតនៅក្នុងវ័យណាក៏បានវណ្ណៈណាក៏បានមានសភាពលក្ខណៈជាយ៉ាងណាក៏បានដែរឲ្យតែថាពូលដោយសេចក្តីជ្រះថ្លាដោយសេចក្តីគោរពចំពោះការរៀបចំនៅសម្លៀកបំពាក់គ្រឿងអលង្ការលើរូបរាងកាយវាជាធម្មតានៃសត្វលោកដែលនៅជាប់ទៅដោយកិលេសក្នុងសន្តានអានឹងគឺជារឿងមួយយ៉ាងទៀតគឺការពូលនោះមិនមែនដើម្បីប្រទុះនឹងព្រះពុទ្ធដីកាទេអញ្ចឹងទោះបីជារៀបចំសម្លៀកបំពាក់មានគ្រឿងប្រដាប់តុបតែងកាយយ៉ាងណាខ្លះក៏ដោយដែលហើយទៅនេះសម័យពុទ្ធកាលព្រះនាង
វិសាខាមីគីរbiệtដាជាព្រះសោតាតាំងពីបច្ចុប្បន្ន7ឆ្នាំតែព្រះនាងមានស្វាមីហើយអាវដែលពាក់ក្នុងថ្ងៃមង្គលគឺអាវមហាលតាប្រាសាទដែលមានតម្លៃដល់ទៅ9កោដនិង1សែនកហបណៈដោះណាជារតនវិចិត្រយ៉ាងល្អណានឹងគឺបានរៀបចំយ៉ាងល្អវិចិត្រយ៉ាងល្អណាអាវមហាលតាប្រាសាទហើយព្រះនាងពូលនៅពាក្យពេចន៍វាចាផ្សេងជាប់តាក់ទងជាមួយនឹងព្រះពុទ្ធដីកានឹងច្រើនណាស់ព្រោះជាព្រះសោតាបណ្ឌបុគ្គលអញ្ចឹងគឺឥឡូវយើងត្រឡប់មករឿងខមមិនដែលជាប់តាក់ទងជាមួយនឹងការពូលព្រះពុទ្ធដីការបស់ព្រះសាស្តានៃទូព្រះមង្គមខ្ញុំកណាខ្ញុំដែលមានពាក់វ៉ែនតានេះវិញទេរឿងពាក់វ៉ែនតានេះតាមពិតក៏ជាការសម្រួលដល់ទឹកចិត្តរបស់អ្នកទេសនាអ្នកមើលផងដែរព្រោះទូព្រះមង្គមខ្ញុំកណាខ្ញុំងងឹតភ្នែកទាំងពីរហើយភ្នែកម្ខាងនោះក៏ត្រូវបានវះកាត់ឆ្កៀលយកចេញហើយអញ្ចឹងគឺដាក់កែវភ្នែកសពនិមិត្តទេហើយក៏នឹកឃើញថាសម្របសម្រួលដល់អ្នកមើលតាមវីដេអូផងកុំឲ្យថាឃើញកែវភ្នែកដែលផតចូលទៅអញ្ចឹងជាដើមទៅឬក៏មិនសូវសមរម្យត្រង់កន្លែងណាមួយបន្ថែមអីអានឹងគឺម្យ៉ាងទៀតនោះគឺមានខ្យល់មានសัตว์ឬមានអ្វីផ្សេងប៉ះទៅក៏វាជាបញ្ហាទុកលំបាកមួយផ្នែកដូច្នេះបានជាមានការពាក់វ៉ែនតានេះដើម្បីជួយសម្រួលដល់ការប៉ះពាល់ផ្សេងដែលអាចកើតឡើងជាយថាហេតុរីឯការពោលព្រះពុទ្ធដីកាទូព្រះមង្គមខ្ញុំកណាខ្ញុំព្យាយាមផ្ចិតផ្ចង់ព្យាយាមតាំងនៅក្នុងស្មារតីប្រុងប្រយ័ត្នខ្លាំងណាស់ទេដោយគោរពទៅតាមខូសាគោរពទៅតាមអក្ខរប្រភេទនៃភាសាបាលីទៀតផងដែរហើយធម្មតាទេមនុស្សយើងមិនអាចថាពេញលេញ 100% ដោយព្រះអរហន្តាគណៈស្របដែលបាននៅបដិសម្បទា4នេះណាអញ្ចឹងមិនបរិបូរដោយអដ្ឋៈមិនបរិបូរដោយសេចក្តីឬនិរុត្តិក្នុងការពូលនៅព្រះពុទ្ធដីកាទេវាអាចមានការលើសខ្វះអីខ្លះជាធម្មតាតែយ៉ាងណាគឺក្នុងចិត្តពិតជាគោរពព្រះពុទ្ធដីកាដល់ក្រៃលែងដោយដឹងថាព្រះពុទ្ធដីកាមានតម្លៃធំធេងមហិមាប្រកាសដោយព្រះសព្វយុត្តញ្ញាណក៏ប៉ុន្តែរឿងដែលថាពាក់វ៉ែនតាឬក៏សម្លៀកបំពាក់អីចូលមកកាន់សេចក្តីនេះវិញថាមិនមែនជាចំណុចខុសទោះអីទេវាជាចំណុចមួយដែលមិនគួរនឹងគិតថាទាស់ខុសអីទេវាពិតជាប្រសើរជាងការដែលយើងយកពាក្យសម្ដីនេះឬក៏ស្លៀកសម្លៀកបំពាក់គ្រឿងប្រដាប់តុបតែងកាយហើយប្រើប្រាស់ពាក្យសម្ដីដើម្បីបន្ទុះសារាយដើម្បីបៀតបៀនដើម្បីចោទប្រកាន់មូលប្រកាច់ឬក៏ប្រើពាក្យដើម្បីការមាក់ងាយដល់អ្នកដតីដោយអាការៈផ្សេងអានេះទើបជាការមិនគួរទើបមិនស័ក្តិសមទេអញ្ចឹងគឺការបកស្រាយនៃទូព្រះមង្គមខ្ញុំកណាខ្ញុំតេតងសេចក្តីនេះលើកខ្វះយ៉ាងណាសង្ឃឹមថាបងប្អូនកូនក្មួយញាតិកាទាំងអស់មេត្តាអធិស្ឋានអភ័យទោសហើយម្ចាស់ខនក៏សូមមេត្តាយោគយល់ដល់ទូព្រះមង្គមខ្ញុំកណាខ្ញុំដោយសេចក្តីអនុគ្រោះទេបាទសូមអរគុណសូមអរគុណ